បាទសុខភាពនិងសុវត្ថិភាពមានសារៈសំខាន់ណាស់ដែលយើងគ្រប់គ្នាទាំងកម្មករនិយោជិតទាំងភាគីនិយោជកទាំងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពនិងសុវត្ថិភាពហើយកន្លងមកយើងឃើញថាផ្សេងទេបងប្អូនកម្មករនិយោជិតមួយចំនួនគិតថាការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការផ្សេងៗហ្នឹងពេលខ្លះគឺគ្រាន់តែជាគិតទៅត្រឹមគ្រោះថ្នាក់ប៉ុន្តែផលជះនៃគ្រោះថ្នាក់ការងារហ្នឹងថាតើវានឹងជះផលជះយ៉ាងណាខ្លះចំពោះខ្លួនឯងតចំពោះក្រុមគ្រួសារក៏ដូចជាអនាគតរបស់ក្រុមគ្រួសាររបស់គាត់ហ្នឹងគឺយើងអាចបានគិតដល់នឹងបើសិនយើងគ្រាន់តែគ្រោះថ្នាក់ធម្មតាយើងអាចគ្រាន់តែខាតបង់ការងារប៉ុន្តែបើសិនជាយើងអាចធ្លាក់ខ្លួនដល់ពិការឬក៏បាត់បង់ជីវិតនោះធ្វើឲ្យប៉ះពាល់ដល់គ្រួសាររបស់យើងបាត់បង់ចំណូលគ្រួសាររបស់យើងត្រូវចំណាយពេលក្នុងការថែទាំរបស់យើងហើយលើពីនោះហ្នឹងគឺថាបើសិនជាយើងដល់បាត់បង់ជីវិតទៅទៀតវានឹងធ្វើឲ្យយើងដែលជាបង្គោលគ្រួសារយើងត្រូវបាត់គ្រួសាររបស់យើងត្រូវបាត់បង់ចំណូលហើយកូនគណៈនៅក្នុងបន្ទុករបស់យើងហ្នឹងគឺខ្វះនៅបង្អែកនៅក្នុងការពឹងព្រោះយើងជាចំហនៅក្នុងគ្រួសារអញ្ចឹងហើយបានជាបញ្ហាសុខភាពនិងសុវត្ថិភាពនេះគឺជារឿងសំខាន់ណាស់ដែលយើងត្រូវគិតឲ្យបានជ្រៅព្រោះក្រៅពីប៉ះពាល់ដល់សុខភាពសុវត្ថិភាពគ្រួសារវាត្រូវការចំណាយច្រើនទាំងខាតបង់ទាំងសេដ្ឋកិច្ចផងដែរបើសិនជាយើងបានគិតដល់រឿងសុខភាពនិងសុវត្ថិភាពរបស់កម្មករនិយោជិតក៏ដូចជាយើងខ្លួនឯងនៅកន្លែងធ្វើការនេះបាទអរគុណច្រើន